ចាតោះឥឡូវនេះខ្ញុំមកបង្រៀនបងប្អូនកាត់អាស៊ីបតចាអាស៊ីបតខ្មែរយើងចាអញ្ចឹងចំពោះការរៀននេះបងប្អូនដែលគាត់នៅស្ទើរចំពោះការកាត់សពុតអាស៊ីបតឬក៏បងប្អូនចង់យកក្បួនខ្ញុំនេះទៅកាត់ដើម្បីប្រកបមុខរបរក៏បានដែរចាព្រោះថាវិធីកាត់សពុតបតរបស់ខ្ញុំនេះគឺថាងាយហើយស្រួលខ្លាំងមែនតើចាអញ្ចឹងមុនដំបូងឧទាហរណ៍ថាចង្កេះយើងវាស់ជុំវិញតាគៀកចាអានេះជុំវិញតាគៀកខាងនេះចង្កេះចាអញ្ចឹងឧទាហរណ៍ថាតាគៀក96ចាអញ្ចឹង96បងប្អូនអត់ចាំបាច់បូកនៅអីច្រើនទេចាព្រោះបងប្អូនយកមកចែកនឹង2មកចាចែកនឹង2យើងបានប៉ុន្មានយើងបាន48ចាអញ្ចឹងយើងបាន48យើងដកនឹង8លេខចាប៉ុណ្ណឹងគឺតែប៉ុណ្ណឹងឯងចាអញ្ចឹងបន្ទាប់ពីយើងចែកហើយចា96ចែកនឹង2ហើយគឺយើងបាននៅសល់48អញ្ចឹងណាចា48វាឡើង96ចាអញ្ចឹងយើងដក8ចាដក8អញ្ចឹងយើងមកធ្វើការកាត់ចាបើសិនជាកាត់ខាងគេបត់ស្ដាំយើងគូពីស្ដាំបត់ឆ្វេងយើងគូពីឆ្វេងចាអញ្ចឹងមុនដំបូងគឺយើងទុកភ្នែកដេចំនួន2លេខចាហើយយើងគូទាំងមួយមករួចហើយយើងវាស់នេះ48ចាយើងយកអាហ្នឹង48ដក8អញ្ចឹងវានៅសល់40អញ្ចឹងបងប្អូនមិនចាំបាច់សាន់កាត់អីច្រើនទេត្រូវចាំថាតាគៀកចែកនឹង2បានប៉ុន្មានយើងដកជាមួយនឹង8ត្រូវចាំថាយើងដកជាមួយនឹង8រហូតមកបាច់បូកបាច់អីញ៉ៃទេចាអញ្ចឹងយើងដាក់ថ្នាតមកចានេះពីកន្លែងយើងទុកភ្នែកដេហ្នឹងណាកាន់ដៃម្ខាងវាប្រហែលនេះយើងវាស់ពីហ្នឹងមកចាពីហ្នឹងមកឲ្យដល់នេះ48ដក8សល់40ចាសល់40អញ្ចឹងយើងវាស់ពីកន្លែងភ្នែកដេនេះចាវាស់កន្លែងហ្នឹងមកមកដល់កន្លែងនេះយើងយក40យើងគូសមួយណាកន្លែងហ្នឹងកន្លែងជីបតាគៀកអញ្ចឹងយើងជីបអាហ្នឹងគូសកន្លែងហ្នឹងមួយហើយយើងយកមកវាស់អានេះចាញ់នេះពីកន្លែង40នេះមកដល់នេះ48អាហ្នឹងកន្លែងតាគៀកចា48ពេញកន្លែងហ្នឹងផ្ទាំងទី2ចាហើយផ្ទាំងទី3នេះគឺយើងវាស់ពីកន្លែង48ហ្នឹងមកដល់កន្លែងនេះ40អាហ្នឹងផ្ទាំងទី3 40ផ្ទាំងទី1 40ផ្ទាំងទី2 48ផ្ទាំងទី3 40ពួកយើងដក8ចាយើងដក8អញ្ចឹងផ្ទាំងទី4ចាអញ្ចឹងយើងមើលផ្ទាំងទី4នេះផ្ទាំងទី4យើងនេះដាក់ពីត្រឹមកណ្ដុះត្រីហ្នឹងមកពីត្រឹម40ហ្នឹងចេញមកដល់នេះទាំងទី4យើងយក40ដក8អញ្ចឹងវាត្រូវនៅសល់32ចានេះ32យើងគូសត្រីហ្នឹងមួយមកចាគូសទុកភ្នែកដេនេះភ្នែកដេ2លេខចាអញ្ចឹងពី32នេះ2លេខ34ចានេះភ្នែកដេគឺនៅត្រឹម32ហ្នឹងចាអញ្ចឹងបន្ទាប់ពីយើងគូសខ្នាតត្រេហើយអស់ហើយយើងមកធ្វើការគូសរកភ្នែកជីបចាអញ្ចឹងបងប្អូនមើលណាមើលឲ្យយល់ណាព្រោះអីខ្ញុំកាន់ដៃមកខាងអញ្ចឹងទៅវារៀងពិបាកកាន់កាមេរ៉ាបន្តិចតែសង្ឃឹមថាបងប្អូននឹងអាចព្យាយាមយល់ណាអញ្ចឹងនេះពីកណ្ដុងនេះ40ហ្នឹងគឺបងប្អូនជីបមួយចាយើងគូសភ្នែកជីបមួយមកចាគូសភ្នែកជីបហ្នឹងមួយហើយបងប្អូនអូសមកដល់អានេះ48ហ្នឹងបងប្អូនគូសជីបមួយទៀតអាហ្នឹងគឺជីបផ្ទាំងក្រោយណាចាជីបផ្ទាំងក្រោយដោយសារវាពិបាកមើលចាជីបផ្ទាំងក្រោយអញ្ចឹងបងប្អូនយក48ហ្នឹងចែកពី2យើងបានចំណុចកណ្ដាល1 24បងប្អូនដាក់ជីបនេះជីបហ្នឹងអាធ្វើចំណុចកណ្ដាល24ហ្នឹងបងប្អូនយកចំនួន9លេខចា9លេខព្រោះជីបក្រោយយើងរកភ្នែកជីបខាងក្រោយយើងដាក់9លេខឲ្យចំកន្លែងជីបហ្នឹងមកហើយកន្លែងនេះវាយើង9 2ដង18អញ្ចឹងយើងដាក់18មកយើងគូសជីបមួយហ្នឹងគូសជីបមួយណាជីបមួយអញ្ចឹងខាងនេះជីបមួយទៀតអញ្ចឹងយើងបានចំណុចតាគៀកយើងថ្ងៃនេះចាយើងបានចំណុចតាគៀកហ្នឹងគឺយើងជីប4ចាអញ្ចឹងកន្លែងនេះគឺកន្លែងសំខាន់ដែរអញ្ចឹងពីចំណុចតាគៀកយើងនេះយើងវាស់កន្លែងនេះវាស់ពីចំណុចតាគៀកហ្នឹងណាចំណុចតាគៀកមកដល់កន្លែងនេះដល់កន្លែងជីបរៀងខាងក្រោយហ្នឹងណាបងប្អូនមើលនេះអានេះ15ញ៉េ15អញ្ចឹងបងប្អូនចេញពីហ្នឹងមកដល់ផ្ទាំងមុខ15ដើម្បីរកជីបផ្ទាំងមុខនេះ15ដូចគ្នានេះចេញពីផ្ទាំងមុខហ្នឹងមកចាបងប្អូនមើលទៅគឺ15អញ្ចឹងបងប្អូនគូសជីបនឹងមួយចាអាហ្នឹងហើយខាងស្ដាំចាបន្ទាប់មកខាងឆ្វេងម្ដងយើងអូសឈៀបមករហូតយើងឆ្លងកាត់ទាំងក្រោយអញ្ចឹងរហូតមកណាមកដល់កន្លែងនេះមកដល់ខាងឆ្វេងចាមកដល់ខាងឆ្វេងបងប្អូនគូសជីបនេះអញ្ចឹងយើងចាញ់ពីជីបតាគៀកហ្នឹងមកដល់នេះ15ដូចគ្នាចាយើងចាញ់នេះយើងចាញ់ពីនេះមកនេះ15ដូចគ្នាហើយយើងគូសជីបមួយហើយយើងចាញ់មកឆ្វេងរហូតមកដល់នេះកន្លែងចំណុចកណ្ដាលកន្លែង40របស់យើងហ្នឹងណាចា40បងប្អូនចេញពី40ហ្នឹងមកឆ្វេងនេះ15ដូចគ្នានេះចេញពីនេះមកដល់នេះ15ដូចគ្នាបងប្អូនគូសជីបមួយទៀតអញ្ចឹងហើយជាការស្រាយដែរអញ្ចឹងជីបរបស់យើងទាំងអស់វាមានចំនួន7ចា1 2 3អានេះជីបតាគៀក
អានេះកន្លែងថតពាក្យយើងហ្នឹងចានេះ4 5ឃើញទេចា6 7ឃើញទេនេះ7អញ្ចឹងរួចហើយយើងក៏មកធ្វើការបត់យើងមកធ្វើការបត់ណាយើងបត់នេះយកអាហ្នឹងទៅចំជីបនឹងមួយនេះមើលណានេះតែយើងចាប់ពីខាងឆ្វេងហ្នឹងមកម្លងជីបនឹងមួយនេះដាក់ឲ្យចំកន្លែងហ្នឹងណាដោយសារដៃម្ខាងវារៀងបាក់មើលតិចឯងបងប្អូនអើយចាសំខាន់គឺយើងចាប់ឲ្យចំកន្លែងហ្នឹងណាតែបងប្អូនមើលតិចទៅខ្ញុំជឿថាបងប្អូនអាចយល់បន្ទាប់មកនេះយើងយកពីខាងស្ដាំហ្នឹងមកចាយើងយកមកដាក់ជាមួយនឹងជីបនេះអាកន្លែងជីបទី2ហ្នឹងណាចាជីបទី2ជីបកន្លែងចំហៀងកាពីហ្នឹងគឺយើងបត់ធំហ្នឹងមកចាយើងបត់ធំហ្នឹងមកបត់ធំហ្នឹងមកឃើញទេរួចហើយយើងបានផ្ទាំងប៉ុណ្ណឹងហើយនេះអ្នកលើកនេះអានៅចំហហ្នឹងណាចំហកន្លែងហ្នឹងកន្លែងទី1គឺជីបតាគៀកយើងខាងឆ្វេងចាអានេះជីបខាងស្ដាំអានេះជីបខាងឆ្វេងតែអញ្ចឹងយើងលើកអានេះដាក់បត់វាឲ្យដល់ធំកន្លែងជីបហ្នឹងចាដល់ជីបហ្នឹងអញ្ចឹងណានេះបងប្អូនឃើញទេនេះដល់ជីបហ្នឹងអញ្ចឹងយើងបានផ្នែកសម្ពុតនេះយើងបានចំហអានេះបត់ចូលគ្នាស្មើគ្នាអញ្ចឹងចាអញ្ចឹងកន្លែងចំណុចនេះគឺវាសល់ប៉ុណ្ណឹងចាចំណុចហ្នឹងបត់សល់ប៉ុណ្ណឹងហើយសម្ពុតនេះគឺស៊ីបត់ស្ដាំចាអញ្ចឹងយើងមកវាស់យើងមកវាស់រចំណុចតាគៀករបស់យើងថាពេលដែលយើងបត់អីនៅសល់ប៉ុន្មានអញ្ចឹងណាអញ្ចឹងយើងដាក់បត់មកនេះឃើញទេនេះ48ពេញហ្នឹងគឺយើងដេកព្រៀងអីធម្មតាមកហើយ